អ្នកទាំងអស់គ្នាបានជាយល់ពីថាវិភាគអិតត្រូវនៅក្នុងសម័យ digital នេះណាគឺមានពាក្យថាវិភាគទិន្នន័យដែលគឺជាជំនាញក្នុងទៀតបទដែលកំពុងពេញនិយមមែនទែននៅក្នុងវិស័យការងារដូចជាខាង marketing ខាង finance ខាង HR ហើយនិងខាង business operation ហើយថ្ងៃនេះមកចែករំលែកអំពីវិទ្យាស្ថានឬក៏ brand ដែលខ្ញុំបានធ្វើការ collab ជាមួយដូចជាខាង Digi Academy គឺគាត់មានវគ្គសិក្សាចំនួន4វគ្គទាក់ទងនឹង data analytics ក្នុងវិទ្យាស្ថាន Sunrise គឺគាត់មានវគ្គទាក់ទងទៅនឹង data science ហើយនិង business intelligence វិទ្យាស្ថាន IT Staff Academy Cambodia គឺគាត់មានវគ្គ data analytics ក៏ដូចជា Microsoft Excel ហើយនិងមួយទៀតនោះគឺខាង Data U Academy គឺគាត់កំពុងស្វែងរកសិស្សចុះឈ្មោះចូលរៀន data analytics ហើយកម្មវិធីសិក្សាទាំងអស់ហ្នឹងគឺមានរយៈពេលចាប់ពីចន្លោះពីខែទៅ2ឆ្នាំជឿអ្នកនរគ្នាអាចចូលធ្វើការមុនទៅក្នុង page channel របស់ខ្ញុំបានគឺខ្ញុំបានធ្វើ content ចឹងតែទាក់ទងទៅនឹងជំនាញកម្មវិធីសិក្សាទាំងអស់ហ្នឹងហើយសម្រាប់ព័ត៌មាននៅនឹង update បន្ថែមខ្ញុំនឹងចាំតែអ្នកនរគ្នាទៀតទៅនៅវីដេអូក្រោយសូមអរគុណ